អ្នកទាំងអស់គ្នាដូចខ្ញុំអត់ពេលដែលយើងខំប្រឹងរាល់ថ្ងៃតស៊ូរាល់ថ្ងៃតែពេលមួយយើងអស់កម្លាំងចិត្តអត់លីងពេលនោះមានអារម្មណ៍តែលែងចង់បានអីលុយកាក់កិត្តិយសសូម្បីតែការស្រឡាញ់ក៏យើងលែងចង់បានមានអារម្មណ៍ថាវាហត់នឿយវាលែងត្រូវការអីទាំងអស់វាលែងចង់ទទួលយកអីទាំងអស់វាហត់ហើយអារម្មណ៍មួយនោះពិបាកបញ្យល់ប្រាប់គេថាម៉េចដឹងតែម្យ៉ាងគឺហត់នឿយរឿងក្រុមយ៉ាងអ្វីក៏លែងហ៊ានចង់បានឈប់ខ្វល់ឈប់គិតនៅចង់វិញខ្លួនគ្មាននាងណានៅចិត្តសូម្បីមិនចឹងស្និទ្ធក៏គេលែងក្បែរខ្ញុំហត់ណាស់រឿងក្រុមយ៉ាង បញ្ហាគ្រួសារបូកបញ្ហាផ្ទាល់ខ្លួនធ្វើឲ្យខ្ញុំកើត depression ផងដែរគុំស្ដីបន្ទោសខ្ញុំច្រើនពេកខ្ញុំក៏ចេះអន់ចិត្តដែរបើថ្ងៃណាមួយបាត់បង់ខ្ញុំតើអ្នកទាំងអស់គ្នានឹកខ្ញុំទេខ្ញុំហត់ហើយមែនទែននៅក្នុងដំណើរជីវិតរបស់យើងពេលខ្លះដែលយើងមានអារម្មណ៍ថាយើងហត់មានអារម្មណ៍ថាអស់កម្លាំងតែចង់បោះបង់ចោលម្ដងសូមសម្រួលដង្ហើមដកដង្ហើមចេញចូលបានពីកន្លែងហើយកន្លែងមើលមនុស្សជុំវិញខ្លួនតែជាមិនមែនតែយើងដែលលំបាកចឹងមានអ្នកខ្លះលំបាកដូចយើងមានអ្នកខ្លះលំបាកខ្លាំងជាងយើងបើសិនបើយើងបើកចិត្តទៅលើមើលអ្នកនៅក្រោមយើងខ្លះប្រហែលជាយើងអាចរីករាយហើយដឹងគុណដែលយើងបានមកកន្លែងនេះនោះយើងនឹងមានធម៌ពលឡើងវិញប្រៀបដូចជាថ្មដែលចិត្តអស់ធម៌ពលហើយយើងយកមកសាកថ្មឡើងវិញចឹងដែរបនសាក់តូចត្រូវគិតគូរកិច្ចការធំបនសាក់ធំត្រូវគិតគូរកិច្ចការតូចបនសាក់តូចត្រូវគិតកិច្ចការធំបនសាក់ធំត្រូវគិតកិច្ចការតូចជំរើសពាក្យជំរើសអ្វីដែលបងគិតនៅហ្វុងសៀងសត្វតែជារឿងធំចំណែកខ្ញុំបែរជាគិតរឿងកពិចកប៉ុកទៅវិញគិតរឿងធំក៏ដោយគិតរឿងតូចក៏ដោយឲ្យតែធ្វើការងារបានល្អគឺល្អហើយទោះបីជាឯងពូកែយ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីការចាស់ឈឺស្លាប់ដែរវាជារឿងកំណត់របស់ធម្មជាតិធម្មតាទេបានន័យថាម៉េចនោះខ្ញុំមិននិយាយបញ្ចេញបញ្ជើងទេជីវិតមនុស្សហាក់ដូចជាលបែងចាញ់ឈ្នះយ៉ាងចឹងចាញ់រឿងឈ្នះមិនអាចនិយាយថាជារឿងធម្មតានោះទេដូចជាពួកអ្នកលេងលបែងនៅក្នុងកាស៊ីណូអញ្ចឹងឯងបានឃើញគេស្រាប់ហើយតើអ្នកឈ្នះទទួលបានអ្វីៗទាំងអស់ក៏ប៉ុន្តែអ្នកចាញ់វិញឯងមិនទាន់ស្លាប់ការចាញ់ឈ្នះក៏មិនទាន់ដឹងនៅឡើយដែរពាក្យថារៀនហើយរៀនទៀតរៀនឥតជប់ឈរវាអត់ខុសទេរៀនគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នាពីអ្នកទាំងអស់មិនរៀនតែពីជំនាញយើងទេតែជំនាញនៅក្នុងការសម្របសម្រួលការរស់នៅការធ្វើការជាមួយគ្នាអញ្ចឹងបានថាពាក្យខ្មែរថារៀនរហូតរៀនមួយជីវិត